Can you read this word? Corn. Corn. Okay. Aton try follow teacher. Okay. This word don't say corn. Please say corn. Corn. ចាអញ្ចឹងដល់ពេលយើងបញ្ចេញសំឡេងអក្សរនេះបានត្រឹមត្រូវភាសាអង់គ្លេសរបស់យើងកាន់តែប្រុសជាងមុនអូខេជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះខឹមណាត់ធីមុនជានាយិកាសាលារៀន Wisdom សាលារៀន Wisdom បង្រៀនអំពីមូលដ្ឋានគ្រឹះភាសាអង់គ្លេសនិងបង្រៀនគោលមុខវិជ្ជាផ្សេងៗបើសិនជាលោកអ្នកចង់ចូលឈ្មោះកូនៗចូលរៀនភាសាអង់គ្លេសឬមុខវិជ្ជាណាមួយតាមប្រព័ន្ធអនឡាញឬមកដល់ទីតាំងនៅបរិយាពិភពថ្មីចំការដងមួយសូមតាក់ទងតាមលេខ Telegram នេះតើឥឡូវយើងរៀនអានទាំងអស់គ្នាជាមួយនឹងពាក្យដែលប្រកបជាមួយនឹងស្រៈ or គឺសំឡេង or ចឹងយើងចាំ or គឺសំឡេង or មិនសំឡេង oi អូខេអញ្ចឹង or យើងថែមអក្សរ b នៅពីមុខ b sounds b or n born yeah normally students say born ចឹងយើងអាន born ទេណាគេនិយាយថា born is an adjective បែបថាកើតកើតមានថាយើងកើតនៅណា k or n corn yeah it's a noun បែបថាពោត good and this one is f យើងចឹងអក្សរ f គឺសំឡេង f or fork yeah fork good is a noun បកប្រែថាសមយើងញ៉ាំបាយអូខេអញ្ចឹងយើងកុំអានថា fork ណាអានថា fork okay last word is can you read it or storm yeah so we say storm okay it's a noun បកប្រែថា phew example 1 I read first you follow after me I was born in Siem Reap okay I was born in Siem Reap yes មានន័យថាខ្ញុំបានកើតនៅក្នុងខេត្ត Siem Reap yes okay number 2 there is a cornfield outside number 2 there is a cornfield outside yes so there is a cornfield outside មានន័យថាមាន there is នេះបកប្រែថាមានចំការពោតមួយនៅខាងក្រៅអូខេចាពុកម៉ែបងប្អូននេះគឺជាការរៀនអានខ្លះៗទាក់ទងជាមួយនឹងការប្រកបពាក្យនៅក្នុងភាសាអង់គ្លេសសាលារៀន Wisdom បង្រៀនលម្អិតអំពីការបញ្ចេញសំឡេងស្រៈព្យញ្ជនៈនៅក្នុងភាសាអង់គ្លេសដើម្បីជួយឲ្យសិស្សានុសិស្សឆាប់ចេះអានភាសាអង់គ្លេសនិងអាចបញ្ចេញសំឡេងបានត្រឹមត្រូវបើសិនជាលោកអ្នកចង់ជួយជាមួយកូនៗចូលរៀនភាសាអង់គ្លេសជាមួយសាលារៀន Wisdom សូមតាក់ទងតាមលេខ Telegram ដើម្បីក្រុមការងារផ្ញើព័ត៌មានលម្អិតជូនសូមពុកម៉ែបងប្អូនជួយ like share និង follow page របស់អ្នកខ្ញុំម្នាក់មួយផងសូមអរគុណជួបគ្នាក្នុងវីដេអូក្រោយៗទៀត Goodbye